ពួកអាចចោលឈ្លានពានសៀមវាចូលមកទឹកដីខ្មែរទៀតហើយណាហ្នឹងហើយហើយថាសួរថាវាចូលមកធ្វើអីឥឡូវនេះណាគិតទៅពួកអានេះអត់ដែលគិតថាខ្លួនវានេះជាស្អីហើយឥឡូវនេះក្រសួងការពារជាតិវាណាគេចេញលិខិតមកគេថាគេចង់ស្កោតទោសមកប្រទេសខ្មែរនៅក្នុងការបំបែកធ្លាយសម្លេងតាសាសម្លេងលក្ខណៈការទូតណូការទូតណាពួកឯងដែររៀនណាពួកឯងក្រែងរៀនចប់ត្រាក់ពូតែបានធ្វើរដ្ឋមន្ត្រីក្រសួងការពារជាតិនៅថៃនេះណាចរចាលក្ខណៈការទូតមិនមែនខលទូរស័ព្ទឯកជនអញ្ចឹងទេណាលក្ខណៈការទូតផ្សេងខលមកឯកជនផ្សេងហើយពួកឯងឈ្លានពានមកទឹកដីខ្មែរនេះពួកឯងមិនគិតផងណាពួកអាមេធានភូមិភាគ2នេះណាពូចឯងណាពូចឯងថ្វាយគុំដូនតាខ្មែរណាពេលខ្លះមិនចង់និយាយឲ្យរឿងអង្គជាតិសាសទេប៉ុន្តែយើងនិយាយតែបុគ្គលជ្រុលនិយមមួយចំនួននៅក្នុងពួកប្រទេសថៃហ្នឹងនៅថៃក៏មានបុគ្គលគេល្អដែរដែលគេទទួលស្គាល់ការពិតថាគេយកទឹកដីខ្មែររស់នៅ37ខេត្តណាប៉ុន្តែមានពួកអាឆ្កែពួកអាសណ្ដានថោកមួយចំនួនដែលវាថ្វាយបង្គំដូនតាខ្មែរដែលវាក្រាបតំពះដូនតាខ្មែរដែលវាកំពុងតែលួចវប្បធម៌ខ្មែរយកទៅធ្វើទាំងងងើរាល់ថ្ងៃដូនតាវាកំពុងតែដាក់ធានាយពូជម៉ែវាហ្នឹងណាដាក់ធានាយពូជវាហ្នឹងឲ្យវាអាលីអាលុតពួកដល់ថាអីវាអត់គ្រប់ដូនតាវារហងៃវាមកថ្វាយគុំដូនតាខ្មែរហ្នឹងប្រាសាទខ្មែរដែលវាយកទៅប្រហែលហ្នឹង37ខេត្តមានប្រាសាទរាប់រយប្រាសាទហ្នឹងវាទៅឲ្យធុកថ្វាយគុំមកដូនតាខ្មែរជាដូនតាវាណាដូនតាខ្មែរក៏មិនទទួលស្គាល់ពូជពួកឯងដែរមានតែដាក់ធានាយជន់កកពួកឯងអត់នរកទៀតណាហើយដូនតាឯងដាក់ធានាយមកតង់ទៀតតិចជាប្រទេសហើយអាលីទាំងអស់ព្រោះឲ្យចង់ឈ្លានពានខ្មែរនិយាយនេះចរចាគ្នាដកតបចេញដោយប្រើតប5នាក់ក្នុងមួយថ្ងៃ1ម៉ោងក្នុងការដើរល្បាតព្រំដែនដោយគ្មានអាវុធចុះឲ្យកាន់អាវុធមកទៅនេះចូលដល់ភូមិប្រជាជនអញណាក៏សណ្ដានពួកឯងក៏ថោកម្លេះថៃអស់អង្គាប្រជាជនថៃមកប្រទេស70លាននាក់មានថោកតែពួកជ្រុលនិយមហ្នឹងមួយចំនួនណាពេលខ្លះខ្ញុំអត់ចោលទាំងអស់ទេយើងកុំឲ្យថាយើងរើសអង្គជាតិសោះព្រោះខ្ញុំឃើញថាថៃខ្លះក៏គេល្អដែរគេនិយាយវីដេអូចេញមកគេប្រាប់ថាទឹកដីរបស់ខ្មែរដូនតាថៃមិនដែរមានអាចេះសង់ប្រាសាទទេកុំចង់បានមកគេឲ្យទៅគេវិញទៅអាហ្នឹងមកគេនិយាយល្អតែពួកអាពូជថោកនេះណាដែលវាថ្វាយបង្គំដូនតាខ្មែរឲ្យវាឈ្លានពានទឹកដីដូនតាខ្មែរទៀតហើយឥឡូវហ្នឹងវាមកវាបកទៅលើនាយករដ្ឋមន្ត្រីក៏ដូចជារដ្ឋាភិបាលខ្មែរក៏ដូចជាសម្ដេចតេជោថាបែកសារសម្លេងវាហើយថ្កោលទោសឲ្យឯងស្អីរឿងទាំងអស់ហើយស្នាបកតាហើយចូលមកទឹកដីខ្មែរមុនហើយមកបករឿងមុនហើយមកបិទព្រំដែនមុនមានណាគេបករឿងមកហើយខ្មែរត្រូវការតែសុខសន្តិភាពអមុខគត់បើហើយមិនមែនជាចោលកាន់ដៃគ្នាឡើងទៅតុលាការគឺចប់នៅបញ្ជាក់ថាហើយមិនមែនចោលទេហើយខ្មែរបង្កើតឆន្ទៈមួយប្រជាជនខ្មែរទាំងអស់ទាំង7 10លាននេះបើតុលាការ ICJ កាត់ក្តីឲ្យឈ្នះបកគលឲ្យឯងតែបើកាត់ក្តីឲ្យឯងចាញ់ហើយឆ្កែ